លោកនាងចាប់ពីថ្ងៃទី25ដល់28ប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតហើយនៅល្ងាចមិញនេះអាយដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការបរទេសត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅប្រទេសម៉ាឡេស៊ីសូមបញ្ជាក់ជូនផងដែរថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី47និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះតបតាមការអញ្ជើញរបស់អាយដាមតាតុស៊េរីអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ2025ក្រោមមូលបត្របរិយាបន្ននិងជារភាពកិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានសម្រាប់ឆ្នាំ2045អនាគតរួមគ្នារបស់យើងការពង្រឹងមជ្ឈភាពអាស៊ានការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាមួយបណ្ដាដៃគូខាងក្រៅការដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងតំបន់និងពិភពលោកដើម្បីឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាពស្ថិរភាពនិងវិបលភាពក្នុងតំបន់និងសកលលោកអំឡុងពេលស្នាក់នៅទីក្រុងក្លាឡាំពូសម្ដេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាននិងពិភពលោកមួយចំនួនផងដែរដើម្បីពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅទំនាក់ទំនងទ្វេភាគីលើបញ្ហាផ្សេងៗដែលមានផលប្រយោជន៍ទៅវិញទៅមកនិងក្តីកង្វល់រួម